សូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីមេត្រីសូមពុកម៉ែបងប្អូនមេត្តាជួយចុច Subscribe ដើម្បីលើកទឹកចិត្តដល់រូបយើងខ្ញុំបានក្នុងការផលិតមាតិកាពាក់ព័ន្ធទៅនឹងរឿងនិទានបែបព្រេងខ្មែរដែលមាននៅក្នុង Channel ចៅខ្មែរនិទានរឿងត្រពាំងបឹងតេរឿងត្រពាំងបឹងតេនៅខេត្តកំពង់ស្ពឺប្រជុំរឿងព្រេងខ្មែរនៅឃុំវាលសង្កែសាតុបស្រុកស្ពង់ខេត្តកំពង់ស្ពឺមានត្រពាំងមួយអ្នកស្រុកហៅថាត្រពាំងបឹងតេត្រពាំងនេះមានលក្ខណៈប្លែកដែលនាំឲ្យអ្នកស្រុកជិតខាងនិងអ្នកដំណើរណាបានទៅដល់ទីនោះចាប់អារម្មណ៍គ្រប់គ្នាទំហំត្រពាំងនេះមិនជាធំប៉ុន្មានទេប្រមាណជាមាត់រង្វោះ100ម៉ែត្រតែប៉ុណ្ណោះមាត់ត្រពាំងជុំវិញមានកក់ដុះខ្នាន់ខ្នាប់ពុំដែលមានសត្វធាតុណាមួយចូលទៅស៊ីទៅរស់រានឡើយឯដីត្រង់ដុះកក់នោះមានសភាពទន់ជ្រាយល្មមដើរបានឥតផុងជើងទេតែទៅដល់កណ្ដាលត្រពាំងបែរជាមានត្រឹបមួយដុំដុះស្មៅខ្លះកក់ខ្លះហើយដីនោះជាភក់មកស្មោះបើគេចង់ឆ្លងត្រឹបនេះតលតែយកឈើវែងដាក់គងរួចដើរសួរពីលើឈើនោះទៅបានមានអ្នកស្រុកនិយាយបន្ថែមទៀតថាការចំនួនបារាំងនៅអាណាព្យាបាលប្រទេសខ្មែរកាលនោះបារាំងទៅពិនិត្យមើលប្រុងនឹងធ្វើស្ពានឆ្លងហើយបុកសសរស្ពានចំកណ្ដាលត្រពាំងពេលនោះគេឃើញមានដូចផ្សែងចំហាយហុយចេញពីត្រឹបនេះមកលុះគេពិនិត្យសង្កេតក្នុងត្រឹបកណ្ដាលនេះទៅឃើញមានថ្មដុំមូលជាច្រើនដុំសម្បកក្រៅក្រហមរបៀបដូចជាផ្កាថ្មបាយក្រៀមឯសាច់ថ្មខាងក្នុងពណ៌សម្បកហើយនៅចន្លោះថ្មនោះមានទឹកថ្លាហូរតែចេញពីរន្ធថ្មផងគម្រោងការស្ថាបនាស្ពានពីចំនួននោះក៏ពុំបានសម្រេចឡើយដោយឃើញមានលក្ខណៈប្លែកហើយជាធម្មតានៅស្រុកខ្មែរយើងតែងមានទីកន្លែងប្លែកយ៉ាងនេះប្រកាសជាមានរឿងព្រេងនិទានប្រចាំទីកន្លែងនោះជាមិនខានហេតុនេះក្រុមជំនុំទំនៀមទម្លាប់ខ្មែរដែលត្រូវរុះរាវរកឯកសារតម្កល់ទុកក៏បានអំពាវនាវស៊ើបសួររករឿងព្រេងស្ដីពីត្រពាំងបឹងតេនេះឡើងជាភ័ព្វល្អលោកទាញ៉ស្នងការក្រមព្រះនគរបាលជាតិលោកបានយកចិត្តទុកដាក់ជួយរាវរករឿងនេះផងព្រោះលោកធ្លាប់ទៅឃើញនឹងភ្នែកកាលដែលលោកទៅបំពេញមុខការនៅខេត្តកំពង់ស្ពឺមិនយូរប៉ុន្មានលោកយកប្រដាប់ថតសំឡេងមួយមកចាក់ជូនក្រុមជំនុំស្ដាប់ដែលលោកបានថតសំឡេងរបស់លោកទូចវ៉ាន់ភ្នាក់ងារក្រុមនគរបាលក្រុងកំពង់ស្ពឺនិទានហោហែអំពីរឿងព្រេងនេះដំបូងលោកទូចវ៉ាន់បញ្ជាក់ពីពេលវេលាកាលនោះលោកបានទៅរាជការខេត្តចាប់ឲ្យទៅបំពេញបេសកកម្មតាមស្រុកឃុំនានាក្នុងខេត្តកំពង់ស្ពឺជាមួយដំណើរពិនិត្យការនៃលោកប្រមុខខេត្តពេលយប់មួយនៅសំណាក់ក្នុងឃុំសង្កែសាតុបលោកក៏បានសួរទៅអ្នកស្រុកដែលមកចោមរោមថាពូមីងណាចេះចាំរឿងរ៉ាវអ្វីសូមនិទានមកចែកចាយគ្នាស្ដាប់កែអត់សុខកាលនោះមានតាម្នាក់អាយុ70ឆ្នាំប្លាយបានឆ្លើយថាគាត់ចេះរឿងត្រពាំងបឹងតេព្រោះគាត់ធ្លាប់ស្ដាប់ម្ដាយគាត់និទានពីដើមមករឿងនោះមានសេចក្តីសង្ខេបដូចតទៅនេះកាលពីបុរាណព្រេងព្រឹត្តយូរយារណាស់មកហើយមានសេដ្ឋីម្នាក់មានទ្រព្យសម្បត្តិស្ដុកស្ដំមានភូមិកររស់នៅត្រង់ត្រពាំងបឹងតេនេះសេដ្ឋីទាំងពីរអ្នកប្តីប្រពន្ធពិតមែនសម្បូរទ្រព្យសម្បត្តិប៉ុន្តែមានចិត្តកំណាញ់ពន់ពេកណាស់ភោគសម្បត្តិ
ចូលមកតាំងអំបិលម៉ានមិនងាយចំណាយឲ្យរបេះទៅវិញទេទោះបើការចំណាយនោះជាការចាំបាច់យ៉ាងណាក៏ដោយហើយពុំសូវចេះយោគយល់មុខអ្នកក្រសត់ទាំងឡាយផងសេដ្ឋីមានកូន2នាក់ប្រុសបងស្រីប្អូនដែលជាទីពេញចិត្តណាស់ទៅណាមកណាម្ដងមានរទេះពិសេសដែលបិទមាសដាំពេជ្រដាំត្បូងភ្លឺឆ្អិនឆ្អៅជាយានយ៉ាងប្រសើរនាំឲ្យអ្នកស្រុកទៅទទួលនឹកស្ងើចដល់ភោគសម្បត្តិនៃលោកសេដ្ឋីពុនពេកណាស់មានមនុស្សជាបរិវារនោះ500នាក់ព្រមទាំងគោរទេះសេះដំរី500មុខជាធនធានផងនៅក្នុងស្រះខាងក្រោយផ្ទះដែលមានទឹកថ្លាឆ្វេងសម្រាប់ជាទីសម្រាប់លំហែទុកសោកនៃគ្រួសារសេដ្ឋីនោះមានចិញ្ចឹមក្រពើមួយយ៉ាងធំប្រមាត់សេះមានដីទួលមួយកន្លែងដែលជាទីតាំងខ្ទមអ្នកតារក្សាក្រពើរក្សាភូមិនោះទាំងមូលគ្រួសារសេដ្ឋីក្តីគ្រួសារអ្នកព្រៀងលៀនចិត្តខាងក្តីរមែងមកបែបន់អ្នកតានេះឲ្យបានសម្រេចសំប្រាថ្នារៀងខ្លួនថ្ងៃមួយសេដ្ឋីនិយាយពីគ្រោះនឹងភរិយាថាអោផានអើយកូនប្រុសកូនស្រីយើងធំល្មមមិនគូស្រកររៀងខ្លួនហើយប៉ុន្តែខ្ញុំគិតទៅឃើញថាបើយើងទៅដណ្ដឹងកូនអ្នកដតីមកផ្សំគុំនឹងកូនប្រុសយើងឬទុកដាក់កូនស្រីយើងជាគូនឹងកូនអ្នកដតីទៅឃើញថាយើងពិតជាលំបាកខាតបង់ចែករំលែកទ្រព្យសម្បត្តិជាមិនខានហេតុនេះកុំឲ្យលំបាកគួរតែយើងរៀបផ្សំគុំកូនស្រីកូនប្រុសទាំង2នាក់ជាប្តីប្រពន្ធនឹងគ្នាតែម្ដងទៅដើម្បីនៅថែទាំសម្បត្តិយើងតទៅកាលបើប្រពន្ធបានស្ដាប់ប្តីហើយសមនឹងចិត្តមច្ឆរិយៈកំណាញ់របស់គាត់ផងក៏ព្រមព្រៀងតាមប្តីហើយក៏ចាត់ការធ្វើរោងក្រសាលអញ្ជើញភ្ញៀវជិតឆ្ងាយមកក្នុងពិធីរៀបអាពាហ៍ពិពាហ៍កូនប្រុសស្រីនេះកាន់តែជិតដល់ថ្ងៃណាស់ហើយប្រពន្ធសេដ្ឋីនឹកស្ដាយប្រាក់មាសដែលនឹងចំណាយទិញម្ហូបអាហារក្នុងពេលរៀបចំការកូនទើបគាត់នឹកឃើញគំនិតមួយនិយាយពីគ្រោះទៅវិញថាអោផាន់អើយក្នុងពេលរៀបការកូនយើងនេះខ្ញុំស្ដាយប្រាក់ទិញម្ហូបណាស់បើយើងកាប់គោក្របីក៏ឃើញថានឹងខាតបង់សត្វដែលជួយខំធ្វើការរកស៊ីយើងដែរដូច្នេះខ្ញុំយល់ថាបើយើងសម្លាប់ក្រពើដែលយើងចិញ្ចឹមនៅក្នុងស្រះក្រោយផ្ទះយកសាច់វាមកធ្វើជាម្ហូបទទួលភ្ញៀវវិញខ្ញុំយល់ថាមិនខាតបង់ឡើយព្រោះសពថ្ងៃក្រពើគ្មានបានជួយរកស៊ីអ្វីយើងទេសេដ្ឋីឮពាក្យប្រពន្ធពេញចិត្តណាស់ទើបមនីចាត់ឲ្យអ្នកបម្រើសម្រាប់ក្រពើយកសាច់ធ្វើម្ហូបតាមគំនិតប្រពន្ធនិយាយពីប៉ាវស្រីម្នាក់របស់សេដ្ឋីឈ្មោះនាងតៃដែលជាអ្នកឲ្យអាហារដល់ក្រពើរៀងរាល់ថ្ងៃយប់មួយនាងយល់សុបិនឃើញអ្នកតារក្សាក្រពើមកប្រាប់ថាតៃឯងកុំស៊ីការកូនសេដ្ឋីឲ្យសោះព្រោះការនេះគេកាប់ក្រពើយកសាច់ជូនភ្ញៀវហើយតៃឯងចាំមើលចុះអ្នកណាស៊ីការនេះខ្លះនឹងឃើញតន់ហន់ភ្លាមជាមិនខាននាងតៃភ្ញាក់ឡើងសេចក្ដីគិតតែម្នាក់ឯងលុះដល់ថ្ងៃគេរៀបការក៏ក្រឹកក៏ក្រែងមានភ្ញៀវចិត្តខាងមកអ៊ូអរនាងតៃកិច្ចវេះចេញពីផ្ទះបាត់ទៅពេលកំពុងស៊ីផឹកអើងធឹងជួបជុំគ្នាស្រាប់តែព្រះធរណីស្រុតទាំងផែនដីចំត្រង់ផ្ទះសេដ្ឋីដែលកំពុងការកូនលិចបាត់អស់ទៅនាងតៃកាលបើឃើញហេតុការអស្ចារ្យដូច្នេះនាងព្រួយចិត្តរលឹកអាល័យដល់ចៅវាយក្មេងៗទាំងពីរនាក់ដែលធ្លាប់មានចិត្តសន្តោសមេត្តាដល់ខ្លួនកាលពីមុនរៀងមកស្វាងពីសោកហើយនាងនឹកដល់គុណអ្នកតាដែលបានមកប្រាប់នាងឲ្យជៀសផុតពីគ្រោះថ្នាក់ម្លោះហើយ
នាងក៏រត់ទៅកោសក់ថ្វាយអ្នកតាជាការតបស្នងសងគុណអ្នកតាវិញមុននឹងកោនាងចុះទៅក្នុងស្រះកក់សក់ឲ្យជោគគឺស្រះជាលំនៅរបស់ក្រពើប្រប់នឹងខ្ទមអ្នកតាហេតុនេះហើយបានជាស្រះនេះសពថ្ងៃអ្នកស្រុកហៅថាស្រះកក់គឺជាត្រពាំងដែលនាងតៃកក់សក់រួចនាងឡើងទៅលើទីទួលកោសក់ទៀតបានជាទួលនេះគេឲ្យឈ្មោះថាទួលកោសក់នាងតៃដែលហៅคล้ายមកថាទួលកោសក់នាងតៃជាប់រហូតមកដល់សពថ្ងៃដោយនឹកអាល័យម្ចាស់ស្រីប្រុសពុំមានភ្លេចនាងតៃក៏ទៅទាំងលំនៅក្បែរកន្លែងព្រះធរណីស្រូបផ្ទះសេដ្ឋីដែលស្រុតទៅជាត្រពាំងធំមួយគឺជាត្រពាំងដែលគេហៅថាត្រពាំងបឹងតេសពថ្ងៃនេះមិនយូរប៉ុន្មានមានបុរសម្នាក់មកតាក់ទងដណ្ដឹងនាងតៃធ្វើជាប្រពន្ធបាននៅជាមួយគ្នាជាសុខសាន្តប្រកបរបរដាំដំណាំដាំដុះផ្សេងដល់នាងតៃមានផ្ទៃពោះបាន6ខែឬបុរសនោះក៏នឹកឃើញការនឿយណាយក្នុងកងទុកនាលោកីក៏លួចរត់ចោលប្រពន្ធទៅបួសធ្វើជាអ្នកសច្ចាំងនៅឯភ្នំខ្ចោលចំណែកនាងតៃនាងនៅតែម្នាក់ឯងរហូតដល់គ្រប់ខែហើយក៏សម្រាលបានកូនប្រុសមួយវេលាប្រសូតបុត្រអ្នកភូមិជិតខាងមកជួយអបអរសាទរក៏សន្មតនាមកូននេះថាបុត្រកុមារកាលបើចម្រើនវ័យបាន13ឆ្នាំបុត្រកុមារចេះតែសួររកឪពុកលុះសួរញឹកញាប់ពេកម្ដាយក៏ប្រាប់តាមត្រង់ថាឪពុកឯងទៅបួសចម្រើនមេត្តាភាវនានៅឯភ្នំខ្ចោលនោះទៅហើយបើឯងចង់ឃើញត្រូវដើរស្វែងរកក្នុងព្រៃនោះទៅកាលបើឃើញហើយត្រូវឯងរំលឹកពីរឿងដើមរបស់ម្ដាយនៅពេលដែលបានជួបនឹងឪពុកឯងកាលពីដំបូងនោះប្រាប់ឲ្យហោហែទើបគេស្គាល់នាងនិយាយរឿងដើមរបស់ខ្លួនប្រាប់កូនសពគ្រប់ហើយកូនក៏លាចាកទៅបុត្រកុមារស្វែងរកឪពុកអស់ពេលយ៉ាងយូរក្នុងព្រៃទើបបានប្រទះឃើញតាបោះមួយអង្គគង់ភាវនានៅក្រោមដើមឈើលើផែនថ្មមួយទាំងធំកុមារថ្វាយបង្គំក៏រៀបរាប់សពគ្រប់ឲ្យតាបោះស្ដាប់តាបោះពុំទាន់ជឿជាកូនទេក៏តាំងអធិដ្ឋានថាប្រសិនកុមារនេះជាកូនខ្ញុំមែនកាលណាខ្ញុំផ្ទះកុមារមួយដៃទៅសូមឲ្យកុមារអណ្ដែតមកលើស្មាខ្ញុំថាហើយតាបោះយកដៃផ្ទះទៅស្រាប់តែកុមារអណ្ដែតមកនៅលើស្មាឆ្វេងដោយសេចក្តីប្រាថ្នាទើបតាបោះជឿថាកូនរបស់ខ្លួនពិតតាំងពីនោះមកតាបោះចាប់បង្រៀនវិជ្ជាសិលសាស្ត្រដល់កូនជារៀងរាល់ថ្ងៃលុះប្រមាណជាច្រើនឆ្នាំតមកកូនក៏សុំលាឪពុកទៅរកម្ដាយវិញឪពុកគ្មានអ្វីប្រសើរទុកជាគេឡើយមានតែក្របត្រសក់3គ្រាប់ហុចទៅឲ្យកូនហើយផ្ដាំថាគ្រាប់ត្រសក់3គ្រាប់នេះនឹងផ្ដល់កិត្តិយសយ៉ាងធំឲ្យកូននៅពេលមុខជាប្រកាសដល់កូនដាំទៅហើយបានផ្លែជាដំបូងត្រូវតែបេះផ្លែនោះយកទៅថ្វាយស្ដេចពុំខានមួយឯទីកន្លែងដាំត្រូវដាំនៅមាត់ត្រពាំងដែលជាលំនៅឋានរបស់ម្ដាយឯងហើយត្រូវសន្មតហៅកន្លែងនោះថាបឹងតៃតាមឈ្មោះម្ដាយឯងរហូតទៅកុមារថ្វាយបង្គំឪពុក3ដងលាធ្វើដំណើរចេញទៅរកម្ដាយដែលកាន់តែចាស់ហើយក៏ប្រាប់ម្ដាយថាឲ្យសន្មតនាមត្រពាំងក្បែរផ្ទះនេះហៅថាបឹងតៃតាមបណ្ដាំឪពុកបានជាសពថ្ងៃនេះคล้ายទៅជាបឹងតេទៅវិញរឿងរ៉ាវដើមនៃបឹងតេមានតែប៉ុណ្្នឹងឯងគឺកើតមកពីពាក្យបណ្ដាំតាបោះឫស្សីសន្មតតាមឈ្មោះនាងតៃដែលជាអ្នកស្ថិតនៅត្រង់មាត់ត្រពាំងគឺជាកន្លែងដែលព្រះធរណីស្រុតស្រូបយកពួកសេដ្ឋីត្រឹមសូខុសប្រពៃណីនេះឯង